ពូមិនមែនគិតថាពូយើងនាំពូទៅញ៉ាំហាងធំកន្លែងនោះពូយើងមានលុយតបសាច់អាំងមួយថកហើយឆ្ងាញ់ទៀតជាតិក៏អេមដែរលោកពូទៅជាមួយពូយើងទៅហាងហ្នឹងពូយើងទៅញ៉ាំញឹកឆ្ងាញ់ណាស់ណាអូខេតាមពួកនាងចុះលោកពូញ៉ាំទៅបើមិនញ៉ាំប្រយ័ត្នអស់ពូយើង4នាក់ញ៉ាំតិចម្លេះពូក៏ដឹងដែរថាពូយើងគ្មានលុយច្រើនទេអញ្ចឹងក៏បានចាំខ្ញុំអ្នកប៉ៅពួកនាងចុះចង់ញ៉ាំអីក៏មកតាមចិត្តចុះថៅកែពូស្លាប់មក3ចង្កាក់សាច់ក្រកធំ4ចង្កាក់នាងចូលចិត្តញ៉ាំក្រលៀនអាំងដែរលោកពូក្រលៀនអាំងនោះក៏មកឲ្យពូយើងសប្បាយចិត្តមួយថ្ងៃហើយថ្ងៃ3នាក់សុទ្ធតែស្រីស្អាតទៀតអ្នកអត់សឹងតែដាច់ពូស្លាប់អ្នកមិនញ៉ាំសឹងតែលេងសំណាងបែបនេះឲ្យតែមួយក៏បានដែរអ្នកនាងដ៏ស្រស់ស្អាតគ្មានពេលទេអត់ប្រាប់ទេចេញឲ្យឆ្ងាយទៅហាហាហាលោកពូមួយកែវនេះអរគុណពូដែលឲ្យពូយើងស្នាក់នៅរឿងតូចតាចសោះទោះយ៉ាងណាអ្នកណាហ៊ានធានាថាចេញទៅក្រៅប្រទេសរឿងអីនោះមុននេះខ្ញុំមានគំនិតអាក្រក់ចំពោះពូសង្ឃឹមថាពូមិនប្រកាន់ទៅចោះមានការប្រុងប្រយ័ត្នខ្ពស់ក៏ជារឿងល្អដែរបន្ទោបងឈីងយឺទេតែមានមនុស្សប្រុសមករំខានពូយើងបងឈីងយឺធ្វើចរិតមិនរាប់រកគេដើម្បីការពារពូយើងតាមពិតរឿងអញ្ចឹងសោះនាងទុកចិត្តចោះខ្ញុំមិនដូចមនុស្សដែលពួកនាងធ្លាប់ជួបពីមុនទេហាហាពូមានក្រែតែមួយទេយប់នេះត្រមកេងកណ្ដាលពូយើងហើយណាត្រមកេងកណ្ដាលពីរអ្នកនេះនៅជាមួយគ្នាមិនក៏ខ្ញុំមិនស្គាល់បើបងយីយីនិយាយអញ្ចឹងហើយខ្ញុំក៏គ្មានយោបល់អីដែរខ្ញុំក៏មានពូណាពូយើងជាមនុស្សស្រីតាមប្រទេសបើហ៊ានប្រាហាសាប្រយ័ត្នខ្ញុំតតខ្ញុំគេងនៅសាឡុងបានហើយជីងយឺគ្រាន់តែលេងសាច់ទេសាឡុងតូចប៉ុណ្ណឹងពូគេងមិនកើតទៅ4អ្នកចង្អៀតណាស់ខ្ញុំគេងសាឡុងមែនទេណានិយាយផ្ដេសផ្ដាសគ្រាន់តែគេងលើព្រះសម្បត្តិកុំបន្ទោសខ្ញុំណាយប់រៀងជ្រៅហើយយើងឆាប់ចូលគេងទៅហើយពូចង់ធ្វើអីហ្នឹងពូភ័យអីហ្នឹងក្រោយតូចប៉ុណ្ណឹងសោះច្បាស់ជាត្រូវគៀកគ្នាឲ្យតឹងហើយខ្ញុំគេងសាឡុងបានហើយកុំអាសោះ